បាទសួស្តីលោកគ្រូអ្នកគ្រូនៅពេលដែល website ថ្នាបឋមហ្នឹងមានការ update ខ្លះទៅកុំព្យូទ័រខ្លះក៏ប្រើប្រាស់បានកុំព្យូទ័រខ្លះក៏ប្រើប្រាស់បានដោយសារវាសល់ cache អញ្ចឹងដើម្បី clear cache នេះចេញយើងមានពីរវិធីទី1យើងមានមួយវិធីតែអាចមានរបៀបធ្វើពីរទី1យើងប្រើ shortcut នៅលើកុំព្យូទ័រដើម្បីឲ្យ clear cache clear browser យើងហ្នឹងដើម្បីឲ្យបាត់សំណល់ចាស់ដើម្បីអាចគេ update ថ្មីទៅវាចូលថ្មីអញ្ចឹងយើងចុចលើ keyboard ក៏បានដែរចុច control shift ហើយជាប់មកចុចពាក្យ delete លើក្តារចុចហ្នឹងបាទឬមួយទៀតគឺយើងចុចឲ្យចំណុច3នេះហើយយើងចុចពាក្យ history ហើយយកពាក្យថា history មកពាក្យថា history ហ្នឹងមកនៅខាងឆ្វេងនេះយើងមានពាក្យថា delete browsing data នៅក្នុងទូរស័ព្ទពេលយើងចុចចំណុច3ហ្នឹងមកគឺវាចេញ delete browsing data ហ្នឹងដូចគ្នាអញ្ចឹងយើងចុច delete browsing data មកហើយយើងដាក់ all time ណាហើយយើង tick cache cookie download ហើយចុចdelete data បាទអញ្ចឹងដំបូងពេលខ្ញុំចុចមកក៏ឡងវាអត់ចេញទេ